tâm chính thứ ca ngày nayประชุม3ដងមាន immerse ប្រជុំជាបន្តប្រឡំឡើងប្រឡំ all ភ្លាមចាប់ប្រាំប្រជុំពីព្រោះតែមានបញ្ហារត់ចាប់ដើមបាត់អស់ហើយអញ្ចឹងខ្ញុំធ្វើការរត់តែអញ្ចឹងទៅគេគាត់ប្រាប់ថាបើសិនជារត់នៅតែបាត់ទៀតដល់ចុងខែនេះហ្នឹងគឺគេចាប់ដើមលាឈប់ហើយខាងខ្ញុំដែរហើយអតិជនខ្ញុំទេមកមិនពួយស្មៅខ្ញុំមិនពេញអស់ហើយពីព្រោះតែពួកគាត់ខ្ញុំធ្វើការខាងរត់ជួយអ្នកក្រអញ្ចឹងណាពីព្រោះតែពួកគាត់ភ័យក្នុងការពេលរត់កាត់បាត់អញ្ចឹងទៅគាត់មានលុយទិញម្ហូបទិញអីហ្នឹងអញ្ចឹងទៅក៏ទេមកសួររហូតថាមិនចាយថ្ងៃណាហើយយើងមិនអាចប្រាប់គាត់អីច្រើនព្រោះយើងអត់ដឹងដែរខ្ញុំថ្ងៃនេះខាងតែប្រជុំ3ដងគេហៅប្រជុំព្រលឹមឡើងថ្ងៃហើយល្ងាចទៀតមិនចង់ធ្វើអីចង់កើតប្រជុំរឿងហ្នឹងឯងនៅទំចេញធ្វើទំចេញប្រជុំហើយឥឡូវចេញទៅមកគេខ្ញុំហូបបាយហើយខ្ញុំទៅរៀនតែអត់តោះហើយអត់ដែរមានបញ្ហាដល់ប៉ុណ្ណឹងទេក៏គេ shut down លើកមុនអត់សើអីតែលើកនេះគឺគេគ្រាន់តែប្រាប់តែគេដឹងទេចាំមើលចុងខែគេនឹងប្រាប់ព័ត៌មានថែមអញ្ចឹងណាទីទៀតខ្ញុំអត់មានការងារធ្វើដែរឡើយពីព្រោះតែរត់គេបិទអស់ហើយអញ្ចឹងទៅខ្ញុំអត់មានអីទេឥឡូវហូបបាយជាមួយពងទាហើយនឹងបុកម្ជូរមុខណាnóសូវសុបាយចិត្តអានេះពួកតិជនខ្ញុំហើយប្រជុំ3ដងអានេះតិជនខ្ញុំទេមករហូតដើម្បីអញ្ចឹងទៅខែនេះក៏អត់បានលុយពួកគាត់អត់បានលុយទិញម្ហូបដើម្បីចាយអីទេហើយខែក្រោយក៏ចឹងហើយមិនដឹងថាគេបិទយូរប៉ុណ្ណាអញ្ចឹងទៅអាចប៉ះពាល់គាត់អត់បានលុយអត់បានអីហើយនៅនេះចិត្តដល់ខែបនទៀនអញ្ចឹងទេដល់ទៅមួយគាត់ទេមករហូតហើយ voice mail ខ្ញុំពេញcònថ្ងៃនេះហ្នឹងចង់ចេញធ្វើការទេមានអារម្មណ៍អត់សូវសប្បាយចិត្តទៅសប្បាយចិត្តគឺយើងអត់ដឹងច្បាស់លាស់ព្រោះមែនតែច្បាស់មិនដឹងម្ដងចេះម្ដងចោះពេលចឹងទៅអាណិតភៀវខ្ញុំគាត់អត់មានលុយគាត់ក្រអញ្ចឹងទៅគាត់ត្រូវការលុយជួយវារត់ហើយតែពេលរត់បិទចឹងទៅគាត់ក៏អត់មានលុយដែរទីទៀតខ្ញុំអត់ការងារធ្វើដែរហើយចេះនិយាយសើចដឹងនិយាយអីហើយកំពុងតែធ្វើដំណើរទៅសាលារៀនខ្ញុំចតឡាននៅគៀនមកខាងនោះគៀនខាងនោះប៉ុន្តែដើរមកពីកន្លែងចតឡាននឹងទៅអាគាររៀនប្រហែលជា5 10នាទីចឹងដើរទៅនឹងសិនឥឡូវកំពុងតែធ្វើដំណើរទៅរៀនហើយចតឡាននៅខាងក្រោយអូយមើលផ្លឹកឈើស្អាតហើយពណ៌គេពណ៌ស្អាតមែនទែនហើយខ្ញុំដើរទៅពីនេះហ្នឹងប្រហែលជា5 10នាទីដល់ហើយអត់មានយូរហ្មងទេហើយនេះកន្លែងគេដើរណាខាងខ្នងខ្ញុំតែឥឡូវម៉ោងប្រហែលជាម៉ោង5 10នាទីអញ្ចឹងខ្ញុំដើរទៅ5 10នាទីដល់ហើយចូលរៀនចេញមកវិញម៉ោង8ចេញមកវិញយកទៅចាំខ្ញុំថតបង្ហាញអ្នកនរគ្នាអញ្ចឹងណាតោះទៅមួយខ្ញុំរឿងមុនមកអញ្ចឹងគឺអាចដើរនៅកន្លែង trail ខ្ញុំមកដល់យូរខ្ញុំដើរកាត់មុខខាងនោះលឿនដល់ថ្នាក់ឲ្យអាគារលឿនប៉ុន្តែខ្ញុំមកមុនមកខ្ញុំភ័យចាស់ខ្ញុំដើរនៅកន្លែង trail វារៀងវៀងតិចប៉ុន្តែស្អាតកន្លែងហ្នឹងកន្លែងគេមានអ្នកជិះកង់ជិះជុំវិញឲ្យសាលាហ្នឹងហ្មងពីព្រោះវាធំសាលាធំដែរទៅពេលខ្ញុំដើរនៅជាងចេះសាលាមុខសាលាមកល្អមែនទែនព្រោះថារដូវក្តៅវិញគឺសបោបន្លែគេដាំនៅខាងនោះចឹងណាតែខ្ញុំចូលចិត្តដើរមើលរោបន្លែព្រៃពីព្រោះតែចូលចិត្តមិនមែនថាខ្ញុំហ្នឹងអត់គ្មានសមត្ថភាពទិញម្ហូបទេប៉ុន្តែចូលចិត្តដើរមើលបន្លែណាហូបបានផ្កាណាគេយកទៅធ្វើអីអាណាថ្នាំអាណាទៅពលអញ្ចឹងណាគឺចូលចិត្តបែបហ្នឹងហ្មងហើយក៏ខ្ញុំនៅរៀនថ្នាក់ទី12គ្រូគេនាំទៅដើរព្រៃអញ្ចឹងទៅគេប្រាប់ថាអូដើមនេះជាថ្នាំអញ្ចេះថ្នាំចុះហើយបន្លែផ្លឹកនេះគេយកគេអាចយកហូបបានគេធ្វើមិនអញ្ចឹងណាខ្ញុំចូលចិត្តបែបហ្នឹង អ
គឺចំណាប់អារម្មណ៍ខ្ញុំខាងហ្នឹងចូលចិត្តផ្លែផ្លែអញ្ចឹងណាព្រោះយើងស្គាល់ដើមឈើដើមអីទៅយើងដឹងថាអានេះគេហើមមិនអីទៅក៏យ៉ាងណាកាំងណាកន្លែងគេចតឡានហើយយើងដើរអូមកជុំធំដែរទៅគេមានផ្លូវយើងទៅយើងអាចជិះកង់លេងជិះអីបានមួយយ៉ាងដែរតាហើយខាងនោះកន្លែងសួនបន្លែគេដាំក្នុងផ្ទះគេដាក់ភ្លើងនេះដាក់ភ្លើងអញ្ចឹងណាមួយយ៉ាងដែរតាខ្ញុំចូលចិត្តដើរនៅខាងនោះឲ្យតែខ្ញុំមករៀងមុនមកខ្ញុំដើរវៀងមើលព្រៃឈើស្លាស់មកស្លាស់មកនេះកន្លែងចតឡាន3ជាន់4ជាន់ទាំងលើគេមានមនុស្សចឹងទៅគេដើរបដោឆ្កែបដោលេងមួយយ៉ាងដែរតាខាងលើហ្នឹងកន្លែងគេដាំបន្លែកូនស្រីគេដាំបន្លែដាំអីស្រះទឹកគេគាត់កាលយើងរៀនសាលាអញ្ចឹងមានស្រះមានអីចឹងទៅនៅកន្លែងគេដាំបន្លែដាំអីកន្លែងតត់បាល់អាគារនេះសិតតែអាគារគេចតឡានទាំងអស់ហើយគេមានកន្លែងយើងដើរជិះកង់អញ្ចឹងទៅក៏ឲ្យបានដែរហើយអ្នកខ្លះគេនាំគ្នាមកហាត់ប្រាណហាត់អីចឹងទៅមើលទេសភាពព្រៃវាស្លាស់មកល្អកៅអីគេមានឲ្យអង្គុយមើលទៀតស្អាតមួយយ៉ាងអូបរដូវក្តៅវិញស្អាតណាផ្កាយដោះផ្កាព្រៃវាដោះតាមនឹងស្អាតហ្មងតែឡើងងាប់អស់ហើយនេះឃើញងាប់អស់ហើយនេះឃើញតែកាលរដូវក្តៅខ្ញុំដើរមកស្អាតមែនទែនផ្កាឡើងចម្រុះហ្មងផ្កាព្រៃឡើងងាប់អស់លីងជាអើយគាត់ឈើអីក៏ខៀអស់ហើយគ្នាទៅជាអស់ចឹងទៅគ្នាងាប់ហើយនេះបន្លែមកទឹកគេមិនយកទឹកនឹងស្រោចតំណាំទេទឹកគេមានចេញពីយកផ្សេងមិនដែរមើលយ៉ាដូចកាលយើងនៅរៀនបឋមមានទឹកចឹងទៅយើងយកទៅស្រោចតគួនកាលខ្ញុំនៅខ្ញុំនៅរៀនយកទឹកបន្លែហ្នឹងអីហ្នឹងទៅស្រោចតគួនកាលខ្ញុំនៅរៀនហើយអានេះគឺគេប្រាប់អំពីរុក្ខជាតិអីចឹងណារុក្ខជាតិមានប្រយោជន៍អីខ្លះឈ្មោះអីចឹងណាសត្វអីវាមកអីចឹងគេមានអក្សរប្រាប់ទៀតយើងចង់មើលអីមានដូចលើលផាកចឹងព្រោះអីពេលគុណសិស្សណាគាត់រៀនខាងចកាអីគាត់មកយើងទៅក៏ដើរមើលដើរអីចឹងណាមួយយ៉ាងដែរវាមួយសិតហ្មងស្លាស់មកល្អមែនទែនខ្ញុំចូលចិត្តមកក្រោយណាស់ហើយតនេះដឹងតែមកខណៈមកអត់តាន់ទៅក៏អត់ទៅតែស្អាតមែនទែនស្លាស់មកទៅកាមកដើរលេងខ្លះស្រូបយកខ្យល់អាកាសដើម្បីនេះកន្លែងទៅហ៊ាន Memorial គេមានទុកជាតិដាក់ឲ្យគាត់ទៀតហើយខាងក្រោយខ្ញុំនេះកន្លែងគេតាត់បាល់ Soccer នឹងគេហៅ Soccer field យប់ឡើងបាក់ភ្លើងចាច់ហ្មងលេងយប់ក៏បានដែរស្អាតណាតែខ្ញុំអត់ដែរចូលហ្នឹងអត់មានគ្នាលេងបើមានគ្នាលេងខ្ញុំចូលលេងដែរតែខ្ញុំចូលទៅកន្លែងហាត់ប្រាណហ្នឹងខាងនោះក៏មានកន្លែងហាត់ប្រាណដែរយើងគុនសិស្សហាត់ប្រាណអស់លុយទេគេមានហាត់ប្រាណហើយគេមានថ្នាក់ចូលរៀនយើងចង់រៀនយូហ្គាឬមួយ cycling ឯងក៏បានដែរគេមានថ្នាក់ចឹងឲ្យយើងមានម៉ោងចូលមួយយ៉ាងដែរតាឃើញគុនសិស្សខ្ញុំនៅគេនៅក្រោយឯណាចឹងទៅគាត់មករៀនពេញមួយថ្ងៃចឹងទៅនៅសាលានេះមួយយ៉ាងគេមានកន្លែងបន្ទប់ទឹកឲ្យយើងងូតទឹកងូតអីទៀតមានន័យថាយើងយកកតាបមកពីព្រលឹមដាក់កៅមកច្រកចូលមកហើយយើងច្រកមកឲ្យមកហូបមកឲ្យនេះមកហើយពេលហើយយើងចង់ហាត់ប្រាណហើយយើងទៅងូតទឹកខ្លះកៅចូលរៀនអញ្ចឹងណាខ្លះគាត់នៅឆ្ងាយអញ្ចឹងគាត់ជិះឡានក្រុងមកមួយថ្ងៃគាត់នៅមួយថ្ងៃរៀនឆើតពីព្រលឹមនិយាយដល់គាត់ទៅផ្ទះវិញព្រោះនេះកន្លែងបាយអីទៅក៏មានយើងច្រកបាយយើងយកបាយមកកណ្ដៅអីសម្រាប់មួយសិតហ្មងមានផ្ទះបាយមានឲ្យយើងធ្វើអញ្ចឹងហើយមានកន្លែងឲ្យយើងងូតទឹកងូតអីទៀតអញ្ចឹងយើងយកទៅកៅមកផ្លាស់មកងូតទឹកហើយហូបបាយហូបងាយហើយយើងជិះឡានទៅដល់ផ្ទះដេកបណ្ដោយស្រួលមួយយ៉ាងអញ្ចឹងដែរសាលានេះហ៎តែថ្លៃដែរមួយឆ្នាំមកព្រីតគីបដែរណាកន្លែងគេកីឡាគេ baseball ហើយ basketball here កន្លែងកីឡាហើយនេះកន្លែងតារាង soccer គេកន្លែងនេះ gym
lại hạt prám miên pi tròn ít bay tròn sorry bay tròn chẳng tới nữa kia dân slá dân chọc máu chẳng tới dân trộn hạt prám dân trong hạt prám bài na nó không đi lại thì miên rột miên ấy chẳng không đài ở sớm như mình nữ tệ nhóm phía chan mau là nghiệt đấy nhóm trâu riêng chẳng tới trên bờ ta hạt prám đóng tí ấy tập tiệc mình anh trâu kia miên bay cái lạiបើសិនជាកូនសិស្សអត់មានឡានជិះទេពួកគាត់អាចជិះឡានក្រុងមកដល់កន្លែងសាលាតែម្ដងចូលដំណើរទៅមុខទៀតចឹងខ្ញុំកំពុងតែធ្វើដំណើរទៅថ្នាក់រៀនហ្នឹងចឹងចាំពេលខ្ញុំចេញព្រៀនចាំខ្ញុំថតប្រាប់បងប្អូនទៀតថាចេញព្រៀនម៉ោងប៉ុន្មានអញ្ចឹងទៅណាឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមចេញពីរៀនហើយមុននឹងយើងបន្តដំណើរទៅយកឡានគឺយើងទៅការចូលក្នុងបន្ទប់ទឹកសិនពីព្រោះជិះទៅរៀងយូរដែរអញ្ចឹងចូលបន្ទប់ទឹកបាត់ជើងបាត់ដៃហើយសិនបានយើងចេញដំណើរបន្តតាមតែមើលសកម្មភាពទៅក៏ដូចវេទនាដែរតាមតែថាពាក់អាវធំពាក់កាបូបហ្នឹងចង់វាខ្លួនមួយរៀងដែរហ្នឹងត្រង់ចេញពីរៀនគឺចាប់ផ្ដើមអស់កម្លាំងទៅហើយថ្នាក់រៀនហើយបាត់ជើងបាត់ដៃហើយអញ្ចឹងចាប់ផ្ដើមទៅផ្ទះទៅពេលចេញផ្ទះយើងបត់ជើងបដៃហើយយើងបាច់ចាំប្រើដៃកាន់ទេយើងគ្រាន់តែយកដៃយើងវេអញ្ចឹងទៅគឺទ្វារបើកឲ្យតំណងដែរអញ្ចឹងណាហើយឥឡូវគឺចាប់ផ្ដើមធ្វើដំណើររកកន្លែងចេញទៅផ្ទះហើយខ្ញុំកន្លែងថ្នាក់រៀនហ្នឹងជន់ក្រោមគេបង្អស់ក្រោមដៃអញ្ចឹងទៅគឺយើងឡើងចរាទៅមកជន់ទេហើយដល់លើតែម្ដងហើយដូចខ្ញុំបង្ហាញប្រាប់បងប្អូនពីមុនហ្នឹងពេលខ្ញុំចេញមករៀនគឺថ្ងៃទេប៉ុន្តែតែពេលខ្ញុំចេញពីរៀនគឺម៉ោង8យប់អញ្ចឹងគឺមេឃល្ងិតហើយក៏ត្រជាក់ផងដែរពីព្រោះតែខែនេះគឺចាប់ផ្ដើមចូលខែត្រជាក់តិចហើយវាអត់ចង់ត្រជាក់ខ្លាំងទេប៉ុន្តែវាគឺចាប់ផ្ដើមល្ងិតហើយត្រជាក់ហើយភ្លៀងរ៉ែៗដែរអញ្ចឹងនេះគឺសកម្មភាពពេលខ្ញុំចេញពីថ្នាក់រៀនកំពុងតែធ្វើដំណើរទៅយូឡានវិញដើរក្នុងរយៈពេលប្រហែលជា 5-10 នាទីដែរឃើញនៅកាមេរ៉ាចឹងរៀងល្ងិតប៉ុន្តែអត់ល្ងិតទេបងប្អូនគេមានភ្លើងបើកគឺបណ្ណាល័យពេញហ្នឹងនេះគឺ library គឺបណ្ណាល័យរបស់គេគឺមានភ្លើងហើយសបោកូនសិស្សដើរទៅមកច្រើនគឺអត់ស្ងាត់ទេព្រោះអីតែម៉ោង8អត់ទាន់ស្ងាត់បើម៉ោង9ឡើងទៅម៉ោង9ម៉ោង10ហ្នឹងគឺចាប់ផ្ដើមស្ងាត់ពីព្រោះថ្នាក់រៀនភាគច្រើនគឺគេឈប់ក្នុងម៉ោង9ហើយកន្លែងហ្នឹងក៏គេមានម៉ាស៊ីន ATM ដែលយើងចង់ការដកលុយដកអីបានដែរនេះខ្ញុំបកាលនេះគឺកន្លែងជាមគេហ្នឹងដែលខ្ញុំបានបងប្អូនពីមុនហ្នឹងណាតែខ្ញុំឡើងដល់លើហើយភ្លើងពណ៌គឺស្អាតយ៉ាងណាហើយគឺឥឡូវកំពុងតែធ្វើដំណើរទៅទៀតហើយចាប់ផ្ដើមទៅហើយពីព្រោះមានអារម្មណ៍ថាត្រជាក់ទៅពេលឲ្យរៀងច្រើនប៉ុន្តែត្រជាក់មែនទែនមានអារម្មណ៍ថាមេឃរោភ្លៀងហើយstarting to rain here so ហើយនេះវិញគឺជាកន្លែងចំណតឡានក្រុងដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងគឺឡានក្រុងគឺគេមកឈប់ចិត្តអាគារហ្នឹងហ្មងអញ្ចឹងបើថាយើងអត់មានឡានជិះក៏អត់អីដែរហើយបើថានៅសាលាហ្នឹងគឺគេឲ្យយើងជិះឡានក្រុងហើយពេលយើងទិញកាតឡានក្រុងហ្នឹងគឺមាន discount ឲ្យទៀតចឹងគឺអត់សូវថ្លៃប្រហែលទេបើមិនជាយើងអត់មានឡានជិះចឹងណានឹងចង់ប្រាប់បងប្អូនថាកន្លែងដែលថាខ្ញុំដើរហ្នឹងគឺអត់ល្ងិតទេបងប្អូនមើលឲ្យឃើញសមោខ្ញុំនៅហ្នឹងគឺអត់ល្ងិតទេថាមើលកាមេរ៉ាចឹងគឺល្ងិតឥឡូវមកដល់កន្លែងយើងឆ្លងផ្លូវឆ្លងថ្នល់ដើម្បីទៅយកឡានតែពេលដូចកន្លែងខ្ញុំថតមុនហ្នឹងចឹងគឺថ្ងៃចាស់ប៉ុន្តែឥឡូវងឹតឆឹងមានយើងដើរចឹងទៅហើយយើងដើរផ្លូវថ្នល់ចឹងទៅតែពេលឥឡូវកំពុងតែដើរចូលក្នុងកន្លែងភ្លើង stop ចិត្តដើម្បីយើងឆ្លងថ្នល់ចឹងណាហើយមិនអីទេខ្ញុំបន្ថយសំឡេងតិចពីព្រោះតែវារៀងថ្លង់ណាព្រោះឡានបើកទៅមកខ្លាំងមែនទែនហើយយើងគាត់ថាយើងចុចអាហ្នឹងទៅយើងឈរចាំពេលវាសញ្ញោចេញភ្លើងទៅយើងអាចដើរទៅបានហើយខ្ញុំចតនៅខាងនោះខ្ញុំបានបងប្អូនខាងនោះដែរអញ្ចឹងដើរមកស្ទុះដែរអញ្ចឹងណាមិនអីទេយើងចេញពីសាលាអញ្ចឹងមក
យើងដើរឲ្យវាមានអារម្មណ៍ថាត្រូវអាកាសធាតុត្រជាក់ឲ្យស្វាងពីព្រោះដូចបងប្អូនឃើញអញ្ចឹងខ្ញុំចេញវិធីការចូលចេញវិធីការចេញព្រាមភ្លាមចូលបន្ទប់ទឹកមានអារម្មណ៍អស់កន្លះប៉ុន្តែបានដើរចេញមកក្រៅអញ្ចឹងទៅមេត្រជាក់អញ្ចឹងទៅមានអារម្មណ៍ថាយើងស្វាងហើយនេះគឺជាកន្លែងដែលយើងចតឡាន free អត់អស់លុយទេតែគេចតឡាន free ហ្នឹងគឺយើងមានមកកម្រិតអញ្ចឹងណាប៉ុន្តែបើថាយើងអត់ចង់បង់លុយថ្លៃចតឡាននៅកន្លែងសាលាខ្ញុំទេយើងអាចមកចតនៅនឹងបានគ្រាន់តែថាយើងទៅដើរហើយគេមានមកត្រង់នេះហើយនៅឆ្លងខ្នល់នោះក៏មាន 2-3 កន្លែងដែរតែយើង first come first serve អញ្ចឹងណាយើងមកអត់តន់យើងចតបានបើថាយើងមកអត់តន់ទេគឺអត់ទៅឥឡូវចិត្តដល់ឡានហើយវ៉ាវដល់កន្លែងចតឡានហើយចាក់សោឡានដើម្បីមេឃភ្លៀងហើយបាត់ទ្វាហើយយើងដើរទៅបើកឡានមកជាងទៀតមើលខ្នល់ផងឬយើងចតនៅមាត់ផ្លូវអញ្ចឹងវាភ្លៀងហើយមុនចេញចូលយើងមើលខ្លាំងផងOkay, that's it. That is what I do to get off work and go to school. And now it is 8 o'clock. Bye. Thank you.